ថ្ងៃនេះខ្ញុំនឹងមកប្រាប់មូលហេតុថាតើម៉ូតូបងប្អូនណាខ្លះដូចម៉ូតូ Beat នេះអញ្ចឹង Honda Beat នេះជិះឆ្ងាយតែបន្តិចរៀងក្តៅបន្តិចគឺរលត់តែម្ដងហើយរលត់ហើយគឺវាលោតភ្លើងឆេកគាំងតែម្ដងហើយដេគឺមិនឆេះទេបងប្អូនទាល់តែយើងបិទសោមួយសន្ទុះសិនទើបយើងអាចដេឆេះទៅមុខទៀតបានអញ្ចឹងហើយអាការៈបែបនេះសម្រាប់ខ្ញុំជាជាងគឺខ្ញុំដឹងបាត់ទៅហើយថាម៉ូតូនេះមានបញ្ហាទៅលើអ្វីនោះអញ្ចឹងម៉ូតូនេះមានបញ្ហាទៅលើដុំភ្លើងវា 100% បងប្អូនហើយប្រឡងវាក៏ខូចដែរវាសឹកស៊ីសាច់ដាច់អស់ហើយវាដល់ដៃឆក់ហើយអញ្ចឹងហើយធ្វើឲ្យវាប៉ះជាមួយដុំភ្លើងវាស៊ីទាំងដុំភ្លើងទៀតហើយនេះគឺជាប្រឡងថ្មីគឺវាសាច់វាស្អាតណាស់ប្រឡងស៊ីនកាប់សាច់មួយទឹកប៉ុន្តែធានាថា 99% នៅស្អាតថ្មីតែម្ដងឯដុំភ្លើងក៏វាអញ្ចឹងដែរយើងត្រូវតែរកបោះស៊ីនដាក់កុំយកបោះឡូបោះថៃបោះអន់ដាក់ទៅប្រើបានយូរទេបងប្អូនដល់ខ្ញុំនិយាយអញ្ចឹងអ្នកលក់អីវ៉ាន់ចាប់ដើមខឹងខ្ញុំទៀតនេះខឹងទៅខ្ញុំចូលចិត្តនិយាយໄວតែត្រង់នឹងការពិតខ្ញុំនឹងព្យាយាមនិយាយយ៉ាងណាឲ្យតែបងប្អូនយើងបានយល់ដឹងអញ្ចឹងខ្ញុំនឹងមកបញ្ជាក់ថាតើអ្វីទៅគ្រឿងស៊ីនតើអ្វីទៅគ្រឿងឡូគ្រឿងអាយអញ្ចឹងបើសិនជាបងប្អូនយើងដាក់គ្រឿងឡូមានន័យថាប្រើប្រាស់មិនបានយូរទេឆេះអត់ស្រួលឆេះអត់ស្មើនឹងងាយមានបញ្ហាឡើងវិញអញ្ចឹងហើយវាពិបាកទាំងជាងវាពិបាកទាំងម្ចាស់ម៉ូតូសំខាន់នោះគឺពិបាកទៅលើម្ចាស់ម៉ូតូតែម្ដងអស់លុយមួយសាជាពីរសាហើយជីមិនស្រួលទៀតអញ្ចឹងមានតែជាងគ្នាយើងទេគួរតែណែនាំឲ្យម្ចាស់ម៉ូតូគាត់ប្រើរកតែរបស់ស៊ីនទៅបើសិនជាគាត់ព្រមដាក់របស់ស៊ីនគឺគាត់ប្រើបានយូរហើយជាងក៏មានគុណសម្បត្តិនិងមានកេរ្តិ៍ឈ្មោះល្អគេនិយាយសោះសាយពីរឿងល្អសម្រាប់ជាងតែបើយើងខ្លួនឯងដាក់គ្រឿងវិលល្ងាចហើយគ្មានអ្នកណាគេទៅមកនិយាយល្អជាមួយយើងនោះទេអញ្ចឹងមកសុំនិយាយរឿងត្រង់មួយចុះបងប្អូនអាគ្រឿងស៊ីននេះណាជាងចំណេញលុយតិចណាស់បងប្អូនហើយតែបើអាគ្រឿងឡូគ្រឿងថៃវិញខ្ញុំជឿថាជាងគ្រាន់ចំណេញច្រើនព្រោះអីវាយកមកគ្រាន់ធូរថ្លៃហើយដល់ពេលលក់មិនលក់ធូរថ្លៃណាលក់គ្រាន់ថ្លៃដែរហើយអញ្ចឹងមិនគ្រាន់ចំណេញឲ្យបងប្អូនដល់យកបោះស៊ីនមកចំណេញតិចបានលុយតិចអញ្ចឹងមានអារម្មណ៍ណាយកមកបងប្អូនអញ្ចឹងអារឿងត្រង់កុំនិយាយច្រើនពេកនិយាយប៉ុណ្ណឹងបានហើយជាងគ្នាឯងខឹងងាប់ឥឡូវហើយពិសេសជាងនៅពេញនឹងតែម្ដងបងប្អូនលើកមុនខ្ញុំគ្រាន់តែនិយាយទៅលើជាងម៉ូតូនៅពេញដែលអត់ចេះប៉ះកង់មិនថាគាត់មិនចេះប៉ះកង់ទេបងប្អូនតែការងារគាត់ច្រើនការងារគាត់រវល់អញ្ចឹងរឿងប៉ះកង់កប៉ែកប៉ុកលុយតិចគាត់មិនសូវធ្វើទេហើយបងប្អូនណាដែលទទួលធ្វើទៅកុំលះខ្លួនខ្ញុំនិយាយតែអ្នកមិនធ្វើតើយកដាក់ខ្លួនធ្វើអីអញ្ចឹងឃើញថាម៉ូតូនេះនៅតែជាប់កូដដុំភ្លើងដដែលទេគឺកូដ52ដងបើសិនជាបងប្អូនណាដែលអត់មានម៉ាស៊ីន scan ហើយដូរដុំភ្លើងនេះខ្ញុំជឿថាម៉ូតូបងប្អូនគឺឆេះមិនស្រួលទេមានអារម្មណ៍ថាដូចជាស្ទើអ្វីមួយយ៉ាងអញ្ចឹងបងប្អូនអញ្ចឹងឲ្យតែម៉ូតូអូតូទាំងអស់ឲ្យតែខ្ញុំជួសជុលរួចរាល់ហើយគឺខ្ញុំតែងតែ reset លុបកូដទាំងអស់ព្រោះតែការលុបកូដនេះគឺជាការ scan reset លាងសម្អាតខួរក្បាលរបស់ម៉ាញ៉េតូដើម្បីឲ្យម៉ាញ៉េតូឬ ECM ECU វាដើរបានស្អាតដើរបានស្មើល្អអញ្ចឹងពេលដែលខ្ញុំ reset រួចរាល់ហើយខ្ញុំនឹងចូលទៅមើលសារថ្មីថាតើវានៅជាប់ទៀតឬក៏អត់បើសិនជាវានៅជាប់មានន័យថាយើងជួសជុលមិនទាន់បានជួសជ័យនោះទេអញ្ចឹងខ្ញុំចុចទៅលើមើលកូដកំហុសអញ្ចឹងម៉ាស៊ីន scan បានឆ្លើយប្រាប់ថាគ្មានកូដកំហុសអ្វីនោះទេទាំងបច្ចុប្បន្នកាលទាំងអតីតកាលអញ្ចឹងមានន័យថាម៉ូតូនេះគឺខ្ញុំ reset លុបកូដបានជោគជ័យហើយបងប្អូនហើយបើបានជោគជ័យហើយជាងដំនឹងនិយាយហ្នឹងបានលុយទៀតហើយហីដល់ខ្ញុំនិយាយអញ្ចឹងបងប្អូនគិតតែជាងដំនិយាយអារឿងលុយឯនេះបងប្អូនហើយរាល់ថ្ងៃមិនដើម្បីលុយហីបើមិនដើម្បីលុយឲ្យដើម្បីគេបងប្អូនអញ្ចឹងម៉ូតូនេះគឺរួចរាល់ហើយគឺអស់ដុំភ្លើងមួយឈុតភ្នែកដេនិងបឡង់អញ្ចឹងត្រៀមតែម្ចាស់គាត់មកយកទេបងប្អូនគាត់មកយកបាត់លុយបាត់ហើយបងប្អូនអើយជាងដំបានលុយទៀតហើយអូនស្រីថាកំថតខ្មាស់គេកំថតអញញឹមសិនកុំឲ្យថតតែសុំអញញឹមសិនបងអូនស្រីតាពិតចង់ឲ្យគេថតដែរសោះហ្នឹងដឹងស្អីពូដឹងឲ្យគេអៀនអត់ទេ